មិនដែលស្ដាយដែលបានសម្រេចចិនចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសុខឬទុក្ខយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបក្តីអំណរលាយលំទឹកភ្នែកតែយើងខំអធិដ្ឋានតាមដែលព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយយើងគ្រប់វេលានាំយើងឆ្ពោះទៅរកជោគជ័យនឹងចេញទៅគ្រប់ទិសទីក្នុងកម្ពុជាអំពីដួងចិត្តជីវិតយើងនឹងស៊ូទ្រាំទោះបីរំបាំងយ៉ាងណាឬផ្លូវត្រូវវែងឆ្ងាយយើងនឹងទៅរហូតដល់មរណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិដ្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរុងរឿងឡើងចូលបន្តអង្គទាវនាវរកទ្រង់មិនដែលស្ដាយដែលបានសម្រេចចិនចេញទៅដើម្បីធ្វើការថ្វាយព្រះយេស៊ូវសុខឬទុក្ខយ៉ាងណាក៏ទ្រាំទៅជីវិតបានជួបក្តីអំណរលាយលំទឹកភ្នែកតែយើងខំអធិដ្ឋានតាមដែលព្រះយេស៊ូវសន្យាថាទ្រង់គង់ជាមួយយើងគ្រប់វេលានាំយើងឆ្ពោះទៅដល់ជោគជ័យនឹងចេញទៅគ្រប់ទិសទីក្នុងកម្ពុជាអំពីដួងចិត្តជីវិតយើងនឹងស៊ូទ្រាំទោះបីរំបាំងយ៉ាងណាទើបផ្លូវត្រូវវែងឆ្ងាយយើងនឹងទៅរហូតដល់មរណាព្រះអង្គនឹងប្រទានពរដល់ក្រុមជនជាតិខ្មែរទ្រង់ស្មោះត្រង់ចំពោះក្តីអធិដ្ឋានទ្រង់នឹងស្រោចស្រង់ជាតិយើងឲ្យបានរុងរឿងឡើងចូលបន្តអង្គទាវនាវរកទ្រង់ចូលបន្ត
ông tiêu nêu róc trôi